តើអ្នកធ្លាប់សង្កេតឃើញកូនបងប្អូនឬក៏មិត្តភក្តិរបស់អ្នកប្រែប្រួលអាកប្បកិរិយាភ្លាមៗដែរឬទេគេងមិនលក់និយាយច្រើនស្រកទម្ងន់ឆាប់ខឹងនិងដាច់យុកញឹកញាប់រូបសញ្ញាទាំងអស់នេះអាចជាសញ្ញាព្រមានថាគាត់កំពុងចាប់ផ្ដើមប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាតុកកហើយថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរោគសញ្ញាសំខាន់ៗដែលយើងគួរយកចិត្តទុកដាក់រោគសញ្ញាលើរាងកាយអ្នកប្រើម៉ាតុកកដំបូងអាចគេងតិចឬក៏គេងមិនលក់រយៈពេលយូរមិនសូវឃ្លានអាហារស្រកទម្ងន់ភ្លាមបេះដូងលោតញាប់ស្ងួតភ្នែកមាត់ស្ងួតនិងផឹកទឹកញឹកញាប់បន្ទាប់ទៀតគឺការផ្លាស់ប្ដូរអាកប្បកិរិយានិងអារម្មណ៍គាត់អាចនិយាយច្រើនឬក៏និយាយលឿននិយាយខុសពីធម្មតាមានកម្លាំងខ្លាំងមិនសូវនឿយហត់អារម្មណ៍សប្បាយខ្លាំងមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេកឆាប់ខឹងនិងអារម្មណ៍ប្រែប្រួលលឿនដាច់យុកញឹកញាប់មានមិត្តភក្តិថ្មីហើយចាប់ផ្ដើមលាក់បាំងនៅសកម្មភាពរបស់ខ្លួនការសិក្សានិងការងារសង្កេតឃើញចាប់ផ្ដើមធ្លាក់ចុះប៉ុន្តែសូមចងចាំថាអាការៈខាងលើនេះជួនកាលក៏អាចបណ្ដាលមកអំពីជំងឺផ្លូវចិត្តផ្សេងៗឬក៏បញ្ហាសុខភាពផ្ទាល់ខ្លួនរបស់គាត់ផងដែរដូច្នេះមិនគួរចោទប្រកាន់ឬក៏ដាក់ទោសភ្លាមៗទេបើសង្ស័យយើងគួរនាំគាត់ទៅជួបគ្រូពេទ្យជំនាញដើម្បីវិនិច្ឆ័យតម្លៃនិងបើចាំបាច់យើងអាចធ្វើតេស្តដើម្បីរកសារធាតុញៀនក្នុងទឹកនោមរបស់គាត់បាទការរកឃើញបញ្ហាបានឆាប់គឺជាឱកាសល្អបំផុតក្នុងការព្យាបាលគម្រោងចាំរហូតដល់គាត់ញៀនធ្ងន់ឬក៏កើតជំងឺផ្លូវចិត្តការយល់ដឹងនិងការគាំទ្រពីគ្រួសារនិងការព្យាបាលទាន់ពេលវេលាអាចជួយឲ្យមនុស្សម្នាក់វិលត្រឡប់មកជីវិតធម្មតាវិញបាទសូមអរគុណ